យើងកើតមកដើម្បីផ្ដល់សេចក្តីសុខដល់អ្នកដទៃបងស្រីផ្កាទាំងនេះស្រស់ស្អាតណាស់សម្រាប់បូជាកូនគឺជាកែវភ្នែករបស់ពុកឯងគឺជាមិត្តដ៏ល្អនិងជាសិរីមង្គលនៃនគរយើងចូលអ្នកទាំងឡាយទទួលយកចុះកុំបីរារែកឡើយបបិទ្ធព្រះអង្គនគរយើងខ្ញុំកើតទុរភិក្សអត់ឃ្លានណាស់សូមព្រះអង្គមេត្តាប្រទានដំរីដើម្បីនាំទឹកភ្លៀងទៅនគរយើងខ្ញុំផងខ្ញុំនឹងប្រទានដំរីឲ្យអ្នកយើងមិនដែលបដិសេធចំពោះអ្នកសុំឡើយហេតុអ្វីព្រះអង្គឲ្យដំរីមង្គលទៅគេព្រះវេស្សន្តរធ្វើឲ្យនគរយើងវិនាសហើយយើងគ្មានជំរឿសទេត្រូវតែនិរទេសបុត្រទៅភ្នំគិរីបង្កតបងត្រូវគេនិរទេសចេញពីនគរហើយទោះព្រះអង្គទៅទីណាខ្ញុំម្ចាស់សូមទៅទីនោះដែរកូនមាសម្ដាយហេតុអ្វីកំពៀម្ល៉េះចូលចែកទ្រព្យទាំងនេះដល់អ្នកក្រីក្រទាំងអស់ចុះលាហើយនគររបស់ខ្ញុំបបិទ្ធព្រះអង្គសូមប្រទានសេះឲ្យយើងខ្ញុំផងយើងពេញចិត្តនឹងឲ្យពុកមើលសត្វក្តាន់ទាំងនោះចុះខ្ញុំម្ចាស់ចាស់ហើយដើរមិនរួចទេសូមប្រទានរាជរថផងយើងនឹងដើរដោយថ្មើរជើងទៅមុខទៀតសម្រាប់បន្តិចសិនចុះមន្ត្រីផ្លែឈើនេះមើលទៅផ្អែមណាស់ផ្អែមណាស់នោះហើយជាទីកន្លែងដែលយើងត្រូវស្នាក់នៅកូនក្តាន់នេះគួរឲ្យស្រឡាញ់ណាស់វាពិតជាគួរឲ្យស្រឡាញ់ណាស់ទីនេះស័ក្តិសមសម្រាប់ព្រះពោធិសត្វចាប់ពីពេលនេះយើងជាអ្នកបួសហើយចាប់ពីពេលនេះខ្ញុំជាអ្នកបួសហើយ